ណែអាបានមានកែវកូនឯងច្បាស់ជាទេវតាមកចាប់កំណើតច្បាស់ណាស់ព្រោះមានក្លិនក្រអូបជាប់កាយតាំងពីកំណើតតែម្ដងបើប៉ិនបើផ្កាឈូកមាសនេះជារបស់នាងខ្ញុំពិតមែនសូមឲ្យផ្កាឈូកហោះមកលើដៃរបស់នាងខ្ញុំផងចុះភ្លាមនោះផ្កាឈូកក៏បានហោះអណ្ដែតខ្លួនមកលើដៃរបស់ធីតាក្រអូបធីតាក្រអូបសប្បាយចិត្តខ្លាំងណាស់ក៏បញ្ញាប់ត្រឡប់ទៅផ្ទះវិញប្រាប់ដំណឹងនេះដល់ឪពុកម្ដាយរបស់ខ្លួនថ្ងៃស្អែកពួកឯងទាំងពីរនាក់ត្រូវចូលទៅក្នុងព្រៃជាមួយយើងដើម្បីតាមរកនារីដែលមានក្លិនក្រអូបដែលចេញពីរាងកាយព្រោះនាងបានជួយជីវិតយើងនឹងតាមរកនាងយកនាងមកធ្វើជាព្រះមហេសីយើងក្រាបទូលព្រះអង្គសូមជូនរឿងធីតាក្រអូបកាលពីព្រេងនាយមានប្តីប្រពន្ធក្រីក្រពីរនាក់រស់នៅក្នុងខ្ទមតូចមួយក្បែរជើងភ្នំដាច់ស្រយាលពួកគាត់ជាមនុស្សស្លូតបូតមិនដែលធ្វើបាបអ្នកណាឡើយប៉ុន្តែពួកគាត់គ្មានកូនចៅសម្រាប់ជាបង្អែកទាល់តែសោះរៀងរាល់ថ្ងៃពួកគាត់តែងតែបន់ស្រន់សុំកូនពីទេវតាជារៀងរាល់ថ្ងៃបងឯងយើងរៀបការជាមួយគ្នាយូរដែរហើយតែមិនដែលមានកូននឹងគេសោះណាមួយយើងកាន់តែចាស់អូនភ័យព្រួយបារម្ភណាស់ខ្លាចតែគ្មានកូនថែរក្សាពេលដែលយើងចាស់ទៅទេបងអូនកុំបារម្ភពេកអីណាពួកយើងខំធ្វើបុណ្យនិងខំសុំពរពីទេវតាហើយបងជឿថាមិនយូរទេពួកយើងច្បាស់ជាមានកូននឹងគេហើយចាបងអូនសង្ឃឹមបែបនឹងទៅចុះអូនឆាប់សម្រាកទៅណាកុំបារម្ភច្រើនពេកអីចាមិនយូរប៉ុន្មានទេវតាក៏បានមកបញ្យល់សពកែវក៏បានមានគល់ដូចបំណងបងអូនវិលមុខនេះអូនកានអីហ្នឹងអូនមិនដឹងទេតែអូនចេះតែចង់ក្អួនឬមួយក៏យើងមានកូនហើយយប់មិញអូនមានយល់សប្តិឃើញអីទេកាលពីយប់មិញអូនយល់សប្តិឃើញថាអូនទៅបេះផ្កាឈូកនៅក្នុងបឹងក៏រើបានក្មេងស្រីម្នាក់ណាបងសប្បាយចិត្តណាស់មានន័យថាឥឡូវនេះអូនកំពុងទៅពោពោះហើយអូនចង់ហូបអីទេចាំបងទៅរកមកឲ្យអូនចង់ហូបផ្កាឈូកហូបផ្កាឈូកចានេះបានអស់សំណាយក៏សើចក៏ក្អឹកកូនយើងដូចជាឃ្លានរបស់ចម្លែកដល់ហើយអូនមិនដឹងទេបើកូនគេឃ្លាននឹងណាបាទអញ្ចឹងចាំបងទៅបេះឈូកយកមកឲ្យអូនណាចាប្រយ័ត្នប្រយែងផងណាបងបាទនៅមាត់បឹងនាយបានចុះបេះផ្កាឈូកនិងផ្លែឈូកផ្កាឈូកនៅទីនេះល្អណាស់ពិតមែនហើយសំឡេងអ្នកណាគេហ្នឹងឯងមិនចាំបាច់ចង់ដឹងថាយើងជានរណាទេឲ្យតែឯងមើលថែបុត្រីយើងឲ្យបានល្អទៅគឺបានហើយបុត្រីអ្នកជានរណាទៅនាយបានស្ទុះភ្ញាក់ដូចគេកន្ត្រាក់នេះយើងភ្លេចខ្លួនហើយដេកតាំងពីកាលណាហ្នឹងនាយបានក៏ប្រញាប់ប្រមូលឈូកទៅផ្ទះវិញហេតុអីបានជាយើងចាំអីមិនបានសោះអញ្ចឹងបងកើតអីមែនទីឃើញមុខបងឆ្ងល់ពេញមួយថ្ងៃហើយបាញ់មិញពេលបងទៅបេះឈូកយកមកឲ្យអូនបងយល់សមមានសម្លេងគេប្រាប់បងថាឲ្យពួកយើងមើលថែបុត្រីគេឲ្យបានល្អផងទេវតាដែលប្រទានកូនឲ្យយើងទៅដឹងបងក៏មិនច្បាស់ដែរតែបងមិនដឹងថាបងភ្លេចខ្លួនដេកតាំងពីកាលណាផងហ្នឹងឈប់គិតទៅបងมันមានអ្វីអាក្រក់នោះទីគឺល្អតែបើតាមស្ដាប់បងនិយាយមកនោះអញ្ចឹងចាំបងទៅលាងផ្កាឈូកនិងផ្លែឈូកយកមកឲ្យអូនហូបសិនចាបងថ្មិចបា9ខែ10ថ្ងៃក៏កន្លងផុតទៅកែវក៏ស្រាប់តែឈឺពោះសម្រាលកូននេះបានទៅហៅយាយមកដើម្បីមកជួយបង្កើតកូនឲ្យប្រពន្ធខ្លួនយាយប្រពន្ធខ្ញុំឈឺពោះចិត្តសម្រាលកូនហើយយាយយើងដឹងហើយឯងកុំបញ្ញាប់ពេកមើលយើងរៀបចំអីវ៉ាន់សិន
បាទយាយ ហើយចោះនាងកែវាឈឺពោះយូរហើយនៅ ឈឺមកសន្ទុះហើយយាយ អូអញ្ចឹងអញ្ចឹងតោះស្រូតទៅហើយនេះជួយកាន់អីវ៉ាន់យើងផងតោះ នាយបានជួយកាន់អីវ៉ាន់ឲ្យយាយម៉ម លឿនមកយាយលឿនមក យើងបញ្ញាប់ហើយតើតែយើងវាចាស់ហើយឲ្យយើងដើរលឿនដូចឯងមិនកើតអាបានអើយ បាទឲ្យខ្ញុំសុំទោសផងណាយាយមកពីខ្ញុំបារម្ភពីប្រពន្ធខ្ញុំពេក យើងដឹងហើយ មកដល់ផ្ទះយាយម៉មបានជួយបង្កើតកូនឲ្យកែវហើយកែវក៏បានប្រសូតបានកូនស្រីម្នាក់យាយម៉មបាន3ក្មេងនៅក្នុងដៃក៏មានក្លិនក្រអូបប្រហើរដូចជាផ្កាព្រៃសាយភាយពេញច្រមុះ អេក្លិនក្អូបមកពីណាអញ្ចេះ យាយម៉មខំប្រឹងហាត់គ្រប់កន្លែងក៏ដឹងថាក្លិនដែលក្រអូបនោះគឺចេញពីរាងកាយរបស់ក្មេងតូចដែលនៅក្នុងដៃគាត់សោះ ណែអាបាននាងកែវកូនឯងច្បាស់ជាទេវតាមកចាប់កំណើតច្បាស់ណាស់ព្រោះមានក្លិនក្រអូបជាប់កាយតាំងពីកំណើតតែម្ដង ពិតមែនណាយាយ ពិតមែនយើងអត់កុហកទេ យាយខ្ញុំសុំមើលមុខកូនតិចមក ណែ យាយម៉មបានហុចកូនទៅឲ្យកែវមើលមុខ មុខគួរស្អប់ណាស់កូនហើយមានក្លិនក្រអូបទៀតអញ្ចឹងយើងដាក់ឈ្មោះកូនថាធីតាក្រអូបចាំមិនដែរបង ពីរោះណាស់ពីរោះណាស់ ពេលវេលាកន្លងផុតទៅធីតាក្រអូបបានធំដឹងក្តីឡើងជាក្រមុំដែលមានរូបឆោមឡោមពណ៌ស្អាតដាច់គេនៅក្នុងភូមិនាងមិនត្រឹមតែមានរូបសម្បត្តិនិងក្លិនខ្លួនក្រអូបប្លែកពីគេប៉ុណ្ណោះទេប៉ុន្តែនាងមានអាកប្បកិរិយាសុភាពរាបសារចិត្តបន់និងមានសេចក្តីកតញ្ញូខ្លាំងណាស់នាងតែងតែក្រោកពីព្រលឹមដាំបាយស្លនិងជួយធ្វើការងារឪពុកម្ដាយមិនឲ្យទាស់ចិត្តឡើយកូនដាំបាយធ្វើម្ហូបរួចហើយពុកម៉ែចេញមកពិសាបាយ ចាកូន បាទកូន ថ្ងៃនេះពុកម៉ែទៅស្រែទេ ទៅតើកូន កូនចង់សុំពុកម៉ែទៅជាមួយដែរ មិនបាច់ទៅទេកូននៅស្រែក្តៅណាស់កូននៅផ្ទះគឺស្រួលជាងណាកូន កូនចង់ជួយសម្រាប់បន្ទុកពុកម៉ែខ្លះ បើកូនចង់ទៅក៏ទៅចាស់ពុកម៉ែមិនហាមឃាត់ទេ ចាអរគុណម៉ែចាំមិនកូនហត់ទេមិនអីទេម៉ែកូនមិនហត់ទេ ទឹកអស់បានទៅហើយ អញ្ចឹងចាំកូនទៅដងទឹក ទៅចោះតែប្រយ័ត្នប្រយែងផងណាកូនណា អញ្ចឹងកូនទៅហើយណា ចាទៅចោះ កូនឡើងទៅបាន2-3ឆ្នាំឪពុកម្ដាយរបស់នាងស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងពេលតែមួយដោយសារគ្រួសារក្រខ្សត់គ្មានប្រាក់កាសទិញថ្នាំធីតាក្រអូបបានសម្រេចចិត្តលាឪពុកម្ដាយដើរចូលទៅក្នុងព្រៃជ្រៅតែម្នាក់ឯងដើម្បីបេះបន្លែនិងស្វែងរកបណ្ដូលឈើធ្វើជាឱសថបុរាណមកព្យាបាលពួកគាត់ធីតាក្រអូបដើរផងបេះបន្លែផងរហូតជ្រុលចូលទៅព្រៃជ្រៅនៅក្បែរមាត់ស្ទឹងមួយនាងបានក្រឡេកទៅឃើញតាយាយ2នាក់ស្លៀកពាក់ខោអាវចាស់ចាស់រហៃរយ៉ៃកំពុងអង្គុយដកដង្ហើមធំដោយភាពហត់នឿយនិងឃ្លានអាហារយ៉ាងខ្លាំងដោយមានទឹកចិត្តមេត្តាករុណាពីកំណើតធីតាក្រអូបមិនរារែកឡើយនាងបានដើរទៅជិតរួចហើយលើកដៃសំពះសួរនាំនាងក៏ហុចកញ្ចប់បាយតែមួយគត់ដែលនាងមានសម្រាប់ខ្លួនឯងជូនទៅយាយតាទាំង2នាក់ជំរាបសួរលោកតាលោកយាយតាលោកតាលោកយាយអញ្ជើញតាណាដែរបានជាមកអង្គុយអស់កម្លាំងនៅទីនេះខ្ញុំមានបាយមួយកញ្ចប់និងទឹកបន្តិចបន្តួចដែលយកមកពីផ្ទះបាទលោកតាលោកយាយមិនប្រកាន់ទេ
សូមលោកតាលោកយាយអញ្ជើញពិសាចុះ អូយាយអរគុណណាស់ចៅអើយតាហើយនឹងយាយណាអត់បាយមកពី3ថ្ងៃទៅហើយបានចៅឲ្យអាហារបែបនេះយាយនឹងតាមានកម្លាំងបន្តដំណើរទៅមុខទៀតហើយ ពិតមែនហើយចៅយាយតាអរគុណចៅណាស់ចៅពិតជាមានទឹកចិត្តល្អប្រពៃមែនទែនទាំងរូបកាយទាំងចរិយាសម្បត្តិគឺល្អទាំងព្រម លោកតាលោកយាយសរសើរចៅពេកហើយ ចៅមិនទុកហូបខ្លះទេអី លោកតាលោកយាយអញ្ជើញពិសាចុះកុំបារម្ភពីចៅអីចៅអាចរកផ្លែឈើក្នុងព្រៃម្ហូបបានលោកតាលោកយាយញញឹមតាមពិតទៅយាយតាទាំងពីរនោះគឺជាព្រះឥន្ទនិងទេវតាដែលបានប្រែកាឡាខ្លួនដើម្បីមកសាកល្បងចិត្តគំនិតរបស់នាងតែប៉ុណ្ណោះឃើញទឹកចិត្តដ៏បរិសុទ្ធនិងសន្តោសប្រណីរបស់ក្មេងស្រីបែបនេះយាយតាក៏បានប្រែកាឡាខ្លួនទៅជាទេវតាដែលមានពន្លឺរស្មីចែងចាំងលោកបានពោលសរសើរនាងថាម្នានាងធីតាក្រអូបនាងជាក្មេងស្រីដែលមានចិត្តបុណ្យនិងសេចក្តីកតញ្ញូក្រៃលែងទឹកចិត្តដ៏ល្អរបស់នាងនឹងនាំនាងទៅជួបវាសនាដ៏ខ្ពង់ខ្ពស់នាងខ្ញុំសូមអរគុណចំពោះពរជ័យដែលលោកបានប្រគល់មកឲ្យនាងខ្ញុំបន្ទាប់មកទេវតាក៏បានប្រគល់ឫសឈើទឹកមួយដុំទៅឲ្យនាងហើយប្រាប់ថាឲ្យយកទៅដាំនឹងទឹកឲ្យឪពុកម្ដាយនាងផឹកនោះជំងឺទាំងឡាយនឹងជាសះស្បើយភ្លាមធីតាក្រអូបត្រេកអរខ្លាំងណាស់នាងក្រាបសំពះដឹងគុណទេវតាហើយក៏បញ្ញាប់រត់ត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះនាងក៏ធ្វើតាមពាក្យទេវតាផ្ដាំឪពុកម្ដាយរបស់នាងក៏បានជាសះស្បើយពីជំងឺនិងមានកម្លាំងមាំមួនឡើងវិញភ្លាមពុកម៉ែជាហើយកូនសប្បាយចិត្តណាស់ នេះម៉ែយល់សពមែនទេ យើងជាហើយម៉ែវា អរគុណណាស់កូនកូនគឺជាទ្រព្យដ៏មានតម្លៃរបស់ពុកម៉ែ ថ្ងៃមួយនៅក្នុងព្រៃធីតាក្រអូបកំពុងតែដើររកបន្លែផ្លែឈើនៅក្នុងព្រៃស្រាប់តែមានខ្លាមួយក្បាលយ៉ាងធំចេញមកខ្លាធ្វើឲ្យធីតាក្រអូបភ័យខ្លាចជាខ្លាំងភ្លាមនោះស្រាប់តែទេវតាបានបង្ហាញខ្លួនចេញមកក្នុងរូបរាងជាខ្លាធំហើយក៏ប្រយុទ្ធគ្នាជាមួយខ្លានោះធីតាក្រអូបភ័យខ្លាំងពេកក៏សន្លប់បាត់ទៅ ឆាប់ចេញទៅ ខ្លាក៏បានរត់ចូលក្នុងព្រៃវិញបាត់ទៅទេវតាក៏កលាស់ខ្លួនជាទេវតាវិញហើយទៅត្រកងខ្លួនធីតាក្រអូប បុត្រីបិតាបុតផុតភ័យហើយណា ប៉ុន្តែធីតានៅតែមិនដឹងខ្លួនសោះ បុត្រីបិតាចូលកូនដើរទៅក្រោមដើមពោធិ៍ធំមួយនោះបុតនឹងបានឃើញផ្កាឈូកមាសនៅទីនោះចូលកូនយកទៅចោះនេះគឺជាអ្វីដែលបិតាអាចឲ្យបុតបានជាលើកចុងក្រោយផ្កាឈូកនោះនឹងធ្វើឲ្យបុតសំតាមបំណងប្រាថ្នារបស់បុតតទៅក្លិនក្រអូបនៃភាពបរិសុទ្ធនិងភាពមេត្តារបស់បុតនឹងធ្វើឲ្យមានក្លិនសាយភាយហើយនឹងធ្វើឲ្យបុតខ្ពង់ខ្ពស់ចូលបុតរក្សាក្លិនមួយនេះឲ្យនៅគង់វង្សរហូតតទៅណាបុន និយាយចប់ទេវតាក៏បានប្រសិទ្ធឲ្យធីតាក្រអូបដឹងខ្លួនរួចហើយក៏បាត់ខ្លួនទៅក្រោមដើមពោធិ៍ធំមេធីតាដឹងខ្លួនហើយក៏ដើរទៅក្រោមដើមពោធិ៍ធំធីតាក៏ឃើញផ្កាឈូកមាសមួយដុំកំពុងបញ្ចេញពន្លឺរស្មីយ៉ាងចាំងចែងធីតាដើរចូលកាន់តែជិតពន្លឺក៏កាន់តែបញ្ចេញរស្មីអូពិតជាស្រស់ស្អាតណាស់ធីតាក្រអូបលើកដៃប្រណម្យហើយអធិដ្ឋានក្នុងចិត្តបបិនបើផ្កាឈូកមាសនេះជារបស់នាងខ្ញុំពិតមែនសូមឲ្យផ្កាឈូកហោះមកលើដៃរបស់នាងខ្ញុំផងចុះភ្លាមនោះផ្កាឈូកក៏បានហោះអណ្ដែតខ្លួនមកលើដៃរបស់ធីតាក្រអូបធីតាក្រអូបសប្បាយចិត្តខ្លាំងណាស់ក៏បញ្ញាប់ត្រឡប់ទៅផ្ទះវិញប្រាប់ដំណឹងនេះដល់ឪពុកម្ដាយរបស់ខ្លួននៅតាមផ្លូវធីតាក្រអូប
បានជួយអ្នកដំណើររងរបួសតាមផ្លូវយ៉ាងធ្ងន់ធ្ងរធីតាក្រអូបបានលើបផ្កាឈូកហើយអធិដ្ឋានក្នុងចិត្តបើពិតផ្កាឈូកនេះពិតជាមានឫទ្ធិអំណាចពិតមែនសូមឲ្យផ្កាឈូកជួយព្យាបាលបរិសម្នាក់នេះឲ្យជាសះស្បើយដូចដើមវិញផងចា៎ផ្កាឈូកស្រាប់តែបញ្ចេញពន្លឺបរិសនោះក៏ដឹងខ្លួនហើយក៏បើកភ្នែកសន្សឹមសំឡេងសន្ធឹកនៃការធ្វើដំណើររបស់កូនចៅរបស់បរិសរងរបួសនោះក៏ចូលមកចិត្តធីតាក្រអូបធីតាក្រអូបក៏គេចខ្លួនទម្លាក់ខ្លួននៅក្រោមដើមឈើធំមួយកូនចៅរបស់បរិសរងរបួសនោះក៏នាំខ្លួនបរិសនោះទៅវិញធីតាក្រអូបក៏ត្រឡប់មកផ្ទះវិញដែរនៅក្នុងរាជវាំងរាជបុត្រាដឹងព្រះកាយក៏បានកោះហៅមន្ត្រីនិងអាមាត្យឲ្យចូលគាល់ថ្ងៃស្អែកពួកឯងទាំងពីរនាក់ត្រូវចូលទៅក្នុងព្រៃជាមួយយើងដើម្បីតាមរកនារីដែលមានក្លិនក្រអូបដែលចេញពីរាងកាយព្រោះនាងបានជួយជីវិតយើងនឹងតាមរកនាងយកនាងមកធ្វើជាព្រះមហេសីយើងក្រាបទូលព្រះអង្គទោះដោយវិធីអីក៏ដោយគឺត្រូវទៅរកឲ្យឃើញក្រាបទូលព្រះអង្គថ្ងៃស្អែកបានមកដល់ព្រះរាជបុត្រក៏នឹងមុតក៏បាននាំគ្នាចេញដំណើរចូលទៅក្នុងព្រៃដើម្បីទៅស្វែងរកធីតាក្រអូបតើពិតជាមានដែរទេនារីដែលមានក្លិនក្រអូបចេញពីរាងកាយនោះក្រាបទូលច្បាស់ជាមានយើងចាំក្លិនកាយរបស់នាងបានច្បាស់ណាស់តែស្ដាយណាស់ដែលយើងមើលមុខនាងមិនបានច្បាស់កុំនិយាយច្រើនជួយនាំគ្នាស្វែងរកទៅក្រាបទូលព្រះអង្គពេលយប់ងងឹតនៅក្នុងព្រៃសម្រាប់នៅកន្លែងនេះសិនហើយយើងគិតសម្រាប់នៅទីនេះមែនទេព្រះអង្គទីនេះដូចជាស្ងាត់ដល់ហើយស្ងាត់មែនតាព្រះអង្គពួកឯងខ្លាចមែនទេបើខ្លាចក៏ពួកឯងទៅវិញចុះអត់ទេព្រះអង្គទូលបង្គំមិនហ៊ានទៅចោលព្រះអង្គបានទៅពិតទេនាយមុតពិតមែនហើយបើអញ្ចឹងស្ងាត់មាត់ទៅក្រាបទូលព្រះអង្គពេលយប់ស្ងាត់នៅក្នុងព្រៃរឹតតែស្ងាត់ជ្រងំព្រះរាជបុត្រភ្លេចខ្លួនក៏លងលក់បាត់ទៅស្រាប់តែមានក្លិនក្រអូបមួយបានមកដាស់ព្រះរាជបុត្រឲ្យភ្ញាក់ក្លិនអីចេះព្រះរាជបុត្របានដើរតាមក្លិនក្រអូបនោះរហូតដល់ជ្រោះក៏ឃើញនារីរូបស្រស់កំពុងងូតទឹកតែម្នាក់ឯងឈប់សិននាងឈប់សិនព្រះរាជបុត្របានចាប់ដៃនាងជាប់នាងជានរណាហេតុអីក៏មកនៅក្នុងព្រៃស្ងាត់តែម្នាក់ឯងបែបនេះនាងខ្ញុំព្រះរាជបុត្រគ្រាន់តែឃើញមុខនាងក៏ភាំងមុខរបស់នាងខ្ញុំចាំបានហើយគឺនាងជាអ្នកដែលជួយជីវិតយើងតាមរកនាងឃើញហើយព្រះរាជបុត្រចាំខ្ញុំម្ចាស់បានហើយនារីចម្លែកបានអោនមកចិត្តថ្ពាល់ព្រះរាជបុត្រព្រះរាជបុត្រក៏ច្រាននាងចេញនាងមិនមែនជានារីម្នាក់នោះទេព្រះរាជបុត្រហេតុអីក៏មានបន្ទូលបែបនេះព្រះរាជបុត្រចាំខ្ញុំម្ចាស់មិនបានទេឯងជានរណាហេតុអីក៏ហ៊ានបន្លំខ្លួនធ្វើជានារីម្នាក់នោះព្រះរាជបុត្រមើលមុខខ្ញុំម្ចាស់ឲ្យបានច្បាស់ណាឯងមិនមែនជានារីដែលមានក្លិនក្រអូបទេយើងចាំក្លិននាងច្បាស់ណាស់នាងមានក្លិនក្រអូបស្រទន់មិនមែនក្លិនបែបនេះទេនារីចម្លែកប្រែទឹកមុខហើយសើចខ្លាំងល្អណាស់នារីចម្លែកក៏បានប្រែខ្លួនជាមុខមាត់អាក្រក់គួរឲ្យខ្លាចហើយក៏ចូលមកច្បាច់កព្រះរាជបុត្រព្រះរាជបុត្រក៏លើព្រះខ័នទេពចាក់ទម្លុះបេះដូងនារីចម្លែកធ្វើឲ្យវិញ្ញាណនាងរលេងបាត់នៅចំពោះព្រះភ័ក្ត្រព្រះរាជបុត្របាត់ទៅក៏នឹងមុនក៏មកដល់ល្មមមានរឿងអីកើតឡើងនឹងព្រះអង្គគឺមានពួកខ្មោចមកបន្លំខ្លួនមកបោកបញ្ឆោតយើងមានរឿងបែបហ្នឹងផងហីគួរឲ្យខ្លាចដល់ហើយពេលព្រឹកធីតាក្រអូបចូលក្នុងព្រៃបែបផ្លែឈើនិងរកបន្លែផ្លែព្រៃដូចរដងក្លិនកាយរបស់នាងបានសាយភាយតាមខ្យល់ក្លិនកាយដែលមានក្លិនផ្កាដ៏សែនក្រអូបខុសប្លែកពីផ្កាទាំងពួងនៅក្នុងសួនច្បារក្លិនស្អីចេះ
ព្រះរាជបុត្រខំស្រូបក្លិនម្ដងហើយម្ដងទៀត ក្លិននេះ ព្រះរាជបុត្រទ្រង់ញញឹម ក្លិនអីទៅព្រះអង្គតាមក្លិនក្អូបនេះទៅ ព្រះរាជបុត្រក៏នឹងមុនបានឡើងសេះហើយនាំគ្នាជិះតាមក្លិនក្រអូបនោះជិះចូលកាន់តែជ្រៅទៅក្លិនក្រអូបក៏កាន់តែគៀកទៅព្រះរាជបុត្រទ្រង់ញញឹម យើងចិត្តបានជួបគ្នាហើយធីតាក្លិនកាយក្រអូប ព្រះរាជបុត្របំបោសេះកាន់តែលឿនទៅចំណែកធីតាក្រអូបនៅពេលដែលបានលើសម្រាប់ជើងសេះរុនក៏កិច្ចខ្លួនព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនតើពួកគេគឺជាអ្នកណាព្រះរាជបុត្រក៏ជិះហួសទៅ អេហេតុអីក៏បាត់ក្លិននេះទៅណាបាត់ហើយឬក៏នាងចាក់ចេញទៅឆ្ងាយហើយទៅដឹងព្រះអង្គ ព្រះរាជបុត្រចាប់ផ្ដើមអស់សង្ឃឹមម្ដងទៀត ព្រះអង្គគង់ចាំទូលបង្គំនៅទីនេះសិនហើយទូលបង្គំនឹងមុតចូលទៅបេះផ្លែឈើក្នុងព្រៃសិនក្រាបទូលនឹងហើយទៅចុះ នៅខ្ទមធីតាក្រអូបថ្ងៃនេះមកវិញលឿនម្លេះកូនកូនឃើញមិនសូវស្រួលក៏ឆាប់ត្រឡប់មកវិញទៅម៉ែ ថ្ងៃនេះបានអីខ្លះដែរកូន កូនជីកទំពាំងបានច្រើនណាស់ពងបានកុយផងផ្លែកលែនព្រៃផងច្រើនណាស់បន្តិចទៀតកូនយកទៅលក់នៅឯផ្សារហើយនឹងទិញម្ហូបយកមកធ្វើជូនពុកម៉ែពិសាឆ្ងាញ់ងាត់ម្ដងចាកូនទៅលក់ប្រយ័ត្នប្រយែងផងណាកុំឲ្យមានបញ្ហាជាមួយអ្នកណាអសោះណាកូនណាចាម៉ែសម្រាប់បានមួយសន្ទុះធីតាក្រអូបក៏បានយកបន្លែនិងផ្លែឈើព្រៃទៅលក់នៅឯផ្សារបន្លែផ្លែឈើល្អស្រស់ទៅជីកបាននិងបេះបានថ្មីសូមអញ្ជើញទិញស្រស់ល្អណាស់ធីតាមានបន្លែអីខ្លះនឹងក្មួយចាមានទំពាំងមានគុយមានកលែនព្រៃណាមីងអញ្ចឹងមីងយកទំពាំងម្ដុំចាមីងអរគុណហើយធីតាក្រអូបកំពុងរៀបចំខ្ចប់ឲ្យមីងសានស្រាប់តែធ្វើស្អីនឹងពីដោហើយវាយ៉ាងម៉េចនេះជាបន្លែដែលខ្ញុំខំជីកមកណាមិនក៏ពីដោចាក់ចោលបែបនេះយ៉ាងម៉េចយើងចង់ចាក់ឯងចង់ធ្វើអីយើងហ៎មែនហើយចង់ធ្វើអីអ្នកនាងយើងធីតាក្រអូបបានត្រឹមតែអោនមុខចុះមិនតបតជាមួយពីដោឡើយអ្នកនាងពីដោអើយធីតាគ្នាក៏មិនបានធ្វើអីអ្នកនាងពីដោដែរចុះហេតុអីអ្នកនាងចេះតែរករឿងក្មួយធីតាបែបនេះមិនពាក់ព័ន្ធអីជាមួយអ៊ំទេកុំចេះមីងសានស្ងាត់មាត់ដូចគេចុកមីងទៅហើយណាធីតាទំពាំងនឹងមីងអត់យកទេមីងសានក៏ដើរចេញទៅហេតុអីក៏ពីដោធ្វើបាបខ្ញុំមិនដែលធ្វើអីពីដោទេគ្មានស្អីទេគឺយើងមិនចូលចិត្តឯងគឺមកពីមុខឯងនេះវាគួរឲ្យស្អប់នងក៏ស្ទុះទៅបោចសក់ធីតាក្រអូបអូយកុំធ្វើបាបខ្ញុំអីណាពីដោបាញ់អញ្ចឹងសំពះយើងមកធីតាក្រអូបក៏លើកដៃសំពះពីដោចេះរណបយើងអញ្ចឹងទៅវារួចខ្លួនលែងវាទៅនឹងនងចាអ្នកនាងពីដោនឹងនាងនងសើចចំអកហើយដើរចេញអើយធ្វើបាបគេសប្បាយណាស់វើយមែនហើយអ្នកនាងនៅចិត្តផ្លូវដើរទៅផ្ទះវិញពីដោនឹងនាងនងឈរចាំធីតាក្រអូបមកហើយពីដោយ៉ាងម៉េចខ្លាចយើងខ្លាំងណាស់មែនទេពីដោដើរចូលធីតាក្រអូបដើរថយក្រោយធ្វើឲ្យធីតាក្រអូបផ្លត់ជើងធ្លាក់ចូលក្នុងទឹកជួយផងពីដោជួយខ្ញុំផងខ្ញុំមិនចេះហែលទឹកទេនងពីដោជួយខ្ញុំផងជួយផងពីដោនឹងនងមិនខ្វល់ពីធីតាក្រអូបឡើយវាជារឿងរបស់ឯងតើឯងរស់ឬស្លាប់អាស្រ័យលើបនព្រេងវាសនាឯងហើយ
និយាយចាំពីដោនឹងនាងនំក៏ដើរចេញទៅ ជួយផងជួយខ្ញុំផង ជួយផងជួយខ្ញុំផងក្លិនកាយរបស់ធីតាក្រអូមបានដើរទៅតាមទឹកនៅពេលដែលព្រះរាជបុត្របានចុះទៅលុបមុខក៏បានក្រអូបក្លិនធីតាក្រអូមចេញពីទឹក អូក្លិននេះក្លិនក្អូបដែលព្រះអង្គតាមរកពិតមែនហើយពួកឯងឆាប់ចេញដំណើរទៅក្រាបទូលព្រះអង្គ កម្លាំងសេះបានបោះពួរយ៉ាងលឿនទៅដល់កន្លែងដែលធីតាក្រអូមធ្លាក់ទឹកក៏បានឃើញបន្លែនិងផ្លែឈើព្រៃដែលធ្លាក់រប៉ាត់របាយស្រាប់តែលេចឡើងដៃរបស់ធីតាក្រអូមពេលរាជបុត្របានលោតចុះទៅត្រកងរាងកាយធីតាក្រអូមយកធីតាក្រអូមឡើងកោកវិញ នាងយ៉ាងម៉េចទៅហើយនាងដឹងខ្លួនឡើង ធីតាក្រអូមនៅតែមិនដឹងខ្លួនសោះ នាងដឹងខ្លួនឡើងមកកុំកាត់អីឲ្យសោះណានាងប្រហែលជាលងទឹកយូរពេកហើយព្រះអង្គ អ្នកស្រុកអ្នកភូមិនៅទីនោះក៏មកមើលហើយក៏នាំគ្នាភ្ញាក់ផ្អើល អូនាងក្អូមតើនេះ ពូមីងស្គាល់នាងដែរមែនទេ ចាស្គាល់តើ ចុះពូមីងស្គាល់ផ្ទះនាងទេ ស្គាល់តើក្មួយចាំមីងឲ្យប្តីមីងជូនទៅផ្ទះនាងស្ងាត់ណាស់ហើយនៅក្នុងព្រៃជ្រៅទៀត បាទពូមីង ពីដាវបានមកដល់អេណែពួកឯងចង់នាំនាងទៅណា នាំនាងទៅផ្ទះ ទុកវានៅទីនេះហើយ យើងមិនអាចបិទភ្នែកមើលនាងកើតអីនៅចំពោះមុខយើងបានទេ ហើយឯងនេះជាអ្នកណាហ៊ានប្រឆាំងជាមួយយើង ចុះនាងជានរណាដែរ យើងគឺជាកូនរបស់លោកមេភូមិនៅទីនេះយ៉ាងម៉េច ហើយនាងមានដឹងទេថានាងកំពុងតែនិយាយជាមួយនរណា អ្នកណាពិតហើយអ្នកណា ត្រង់គឺជា ព្រះរាជបុត្រហាមឃាត់មិនឲ្យកូននិយាយបន្ត មិនបាច់ទេកូនយើងមិនចង់ឲ្យពួកគេដឹងច្រើនជាងនេះទេក្រាបទូលព្រះអង្គយើងគិតធ្វើយ៉ាងម៉េចទៅនាំនាងទៅផ្ទះ មិនបានពីដាវស្ទុះតែហាមឃាត់មិនឲ្យព្រះរាជបុត្រយកធីតាទៅផ្ទះទេតែត្រូវបានកូននឹងមុតចាប់ជាប់អេចង់ធ្វើស្អីហ្នឹងលេងយើងលេងមើលប្រាប់ថាលេងចាំមើលណាយើងនឹងប្តឹងលោកពុកយើងហើយប្រាប់ថាលេងទៅលេងយើងមើលលេងយើងលេងព្រះរាជបុត្របានបីធីតាក្រអូមដាក់លើខ្នងសេះហើយឲ្យអ្នកភូមិនាំផ្លូវទៅផ្ទះធីតាក្រអូមក ុំកាត់អីឲ្យសោះណានាងក្អូម ដល់ខ្ទមតូចរបស់ធីតាក្រអូមកែវនឹងបានចេញពីក្នុងខ្ទមមកមានរឿងអីនឹងលោក មែនហើយក្អូបកាត់អីនឹងកូនគឺនាងលងទឹកណាលោកពូ កូនខ្ញុំមានរឿងអីហាលងទឹកមកឆាប់ចូលមកអញ្ចឹងមកលើឡើងប្រយ័ត្នផងណាព្រះរាជបុត្របានបីធីតាក្រអូមដាក់លើគ្រែនៅក្នុងខ្ទម ពូអរគុណក្មួយច្រើនហើយដែលបានជួយកូនពូណាបាទពូ ពូបានឡើងទៅលើខ្ទមយកខោអាវមួយសម្រាប់មកឲ្យព្រះរាជបុត្រ ក្មួយទៅងូតទឹកផ្លាស់សម្លៀកបំពាក់សិនទៅក្រែងលោគ្រុនផ្ដាសាយណាក្មួយសម្លៀកបំពាក់នេះវាមិនស័ក្តិសមនឹងបាទអរគុណលោកពូ និយាយចំព្រះរាជបុត្រទៅងូតទឹកផ្លាស់សម្លៀកបំពាក់ ហេតុអីព្រះអង្គមិនបង្ហាញពីអត្តសញ្ញាណពិតរបស់ព្រះអង្គឲ្យពួកគេដឹងទៅពិតមែនហើយព្រះអង្គកាន់តែដាក់ខ្លួនឲ្យទៀបយើងនឹងកាន់តែស្គាល់ពីមនុស្សអញយល់ទេក្រាបទូលព្រះអង្គ ព្រះរាជបុត្រកននឹងមុនស្នាក់នៅខ្ទមរបស់ធីតាក្រអូមរយៈពេល3ថ្ងៃនៃការសាកល្បងចិត្តគ្រួសាររបស់ធីតាក្រអូមថាតើគ្រួសាររបស់នាងស្អប់ឬក៏រើអើងអ្នកដែលទីតល់ក្រដែរឬទេនៅពេលដែលដឹងនឹងស្គាល់ចិត្តធីតាក្រអូមហើយក៏សម្រេចចិត្តប្រាប់ការពិតទៅកាន់ធីតាក្រអូមនិងឪពុកម្ដាយរបស់នាង យើងមានការសម្ងាត់ប្រាប់អ្នកទាំងអស់គ្នាយើងគឺជាស្ដេចផែនដី ស្ដេចហ៎
អ្នកទាំង3ក៏នាំគ្នាលុតជង្គង់នៅចំពោះព្រះភ័ក្ត្រព្រះរាជបុត្រ មិនបាច់សំពះយើងទេយើងគ្រាន់តែចង់ប្រាប់ថាយើងគឺជាអ្នកដែលនាងក្រអូបបានជួយក្នុងព្រៃកាលពីថ្ងៃមុនហើយដើម្បីជាការសងគុណយើងនឹងនាំអ្នកទាំង3ចូលក្នុងវាំង អ្នកទាំង3មានការភ្ញាក់ផ្អើលជាខ្លាំងថ្ងៃស្អែកព្រះរាជបុត្រក៏បាននាំធីតាក្រអូបនិងឪពុកម្ដាយរបស់នាងចូលទៅក្នុងរាជវាំងដោយសារតែភាពកតញ្ញូនិងមានចិត្តធម៌សន្តោសប្រណីព្រះរាជាបានសម្រេចប្រតិរៀបអភិសេកជាមួយនឹងធីតាក្រអូបហើយក៏បានតែងតាំងនាងជាអគ្គមហេសីប្រចាំនគរព្រះអង្គក៏បានសាងសង់ដំណាក់យ៉ាងស្អាតជូនឪពុកម្ដាយរបស់នាងឲ្យមករស់នៅក្នុងរាជវាំងជាមួយគ្នាដើម្បីឲ្យនាងបានបន្តមើលថែពួកគាត់ចាប់ពីពេលនោះមកធីតាក្រអូបនិងគ្រួសារបានរស់នៅសោយសុខក្នុងរាជវាំងយ៉ាងមានសេចក្តីសុខក្សែមក្សាន្តដោយសារតែផលបុណ្យនៃការដឹងគុណនិងការធ្វើអំពើល្អរបស់នាង។